រាប់ម៉ឺនដុល្លាររាល់ឆ្នាំនៅហាងសាច់អាំងមួយនេះមិនដែលជំពាក់មួយរៀលទេតែពេលញ៉ាំអីជុំគ្នាចប់លើកនេះខ្ញុំសូមប្រអប់ខ្ចប់3ពីអ្នកគិតលុយថៅកែបែជីញ៉ាំប្រាប់ខ្ញុំថាបងចឹងប្រអប់ខ្ចប់មួយតម្លៃ15យន់ទង្វើនេះធ្វើឲ្យខ្ញុំទាំងនិយាយលែងចេញហាងមួយនេះឲ្យម្ហូបតិចរសជាតិក៏ធម្មតាតែល្អត្រង់ចិត្តកន្លែងធ្វើការរដងដឹកនាំបងប្អូនបើកឡានដឹកទំនិញចប់ខ្ជិលទៅណាឆ្ងាយក៏ចូលញ៉ាំទីនេះទៅឃើញខ្ញុំឈរយូរមិនព្រមដកលុយថៅកែក៏ធ្វើមុខស្អុយដាក់ខ្ញុំបងចឹងខ្ញុំរកស៊ីកំពេចកំប៉ុកថៅកែធំដូចបងឯងមិនមែនស្ទាយលុយតិចតួចនឹងទេដឹងខ្ញុំហួសចិត្តសាយចេញមកក្រៅដកលុយ100យន់ទម្លាក់លើទៅយកទៅមិនបាច់អាប់ទេងាកក្រោយភ្លាមខ្ញុំក៏ឈប់ជន់ហាងនេះទៀតហើយប្រកាសប្រាប់ក្នុងក្រុមហ៊ុនថាចាប់ពីពេលនេះទៅវិក័យប័ណ្ណហាងសាច់អាំងតាឈៀងគឺមិនអនុញ្ញាតឲ្យបាត់លុយឃើញកាលពី5ឆ្នាំមុនវ៉ាងតាឈៀងគ្រាន់តែជាអ្នករញទេសលក់មុខក្រុមហ៊ុនរសជាតិឆ្ងាញ់ឲ្យច្រើនសម្ដីរាក់ទាក់យូរទៅខ្ញុំក៏ខ្លាយជាមួយប្រចាំ2ឆ្នាំមុនគាត់ជួលហាងមុខក្រុមហ៊ុនខ្ញុំក៏នាំបងប្អូនមកគាំទ្ររាល់ថ្ងៃតាឈៀងតែងតែញឹមនិយាយថាបើគ្មានបងចឹងជួយគាំទ្រក៏គ្មានខ្ញុំនៅថ្ងៃនេះដែរប៉ុន្មានថ្ងៃនេះខ្ញុំនាំបងប្អូនធ្វើការសឹងដាច់ខ្យល់ទើបតែបញ្ចប់គម្រោងដឹកជញ្ជូនសាច់ស្រស់មួយដ៏ធំខ្ញុំក៏មកហាងសាច់អាំងតាឈៀងពាក់កណ្ដាលដូចរាល់ដងកំងផ្លូវជៀមអាំងស្រាបៀរត្រជាក់និងម្ហូបក្លែមជាច្រើនមុខលើកមកដាក់ពេញតោបងប្អូនផឹកស៊ីជែកគ្នាបរិយាកាសពោពេញដោយភាពសប្បាយរីករាយកក់ក្ដៅខ្ញុំអង្គុយនៅតុធំមើលទៅបងប្អូនដែលរួមសុខរួមទុក្ខជាមួយគ្នាក្នុងចិត្តមានអារម្មណ៍រំភើបពេលនោះពូចៅដែលជាចាស់ទុំក្នុងក្រុមខំសាច់អាំងមួយម៉ាត់ក៏ជ្រួញចិញ្ចើមរអ៊ូថាបងចឹងសាច់អាំងហាងតាឈៀងនេះមិនក៏ចង្កាក់កាន់តែធំតែសាច់កាន់តែតូចចឹងអាលីដែលជាតែកងឡានក្មេងក៏និយាយថែមមែនតាបងត្រីអាំងនេះក៏រៀងរលួយសាច់ដែរសង្ស័យមិនមែនត្រីស្រស់ទេបងចឹងលើកក្រោយយើងដូរហាងញ៉ាំទៅហាងសាច់អាំងទើបបើកថ្មីនៅខាងត្បូងឮថាឆ្ងាញ់ខ្ញុំញ៉ាំតបថាចេះតែញ៉ាំសិនទៅហាងតាឈៀងនេះនៅទល់មុខក្រុមហ៊ុនយើងផឹកស្រវឹងដើរតែពីជំហានដល់បន្ទប់ហើយសុវត្ថិភាពជាចម្បងម្យ៉ាងទៀតយើងញ៉ាំនៅទីនេះ5ឆ្នាំហើយចាត់ទុកថាជាមួយដិតដាំទៅចុះតាមពិតក្នុងចិត្តខ្ញុំដឹងច្បាស់ណាស់រសជាតិសាច់អាំងហាងតាឈៀង2ឆ្នាំនេះពិតជាធ្លាក់ចុះមែនតម្លៃក៏ឡើងរាល់ឆ្នាំតែអ្នកធ្វើការដឹកជញ្ជូនដូចពួកយើងពេលវេលាគឺជាមាសប្រាក់សំខាន់គឺងាយស្រួលមួយឆ្នាំលុយដែលខ្ញុំចំណាយនៅហាងនេះថ្លៃអាហារយប់តិចណាស់ក៏រាប់ម៉ឺនដុល្លារដែរតាឈៀងក៏ប្រែពីអ្នករញទេសលក់សាច់អាំងកំពេចកំប៉ុកថ្លៃជាថៅកែហាងពាក់ខ្សែកមាសក្បាលពោះកំពីងដូចថៅកែធំម៉ោង1រំលងអធ្រាត្របងប្អូនញ៉ាំឆ្អែតអស់ហើយខ្ញុំក៏ងើបទៅគិតលុយវ៉ាងតាឈៀងឃើញខ្ញុំភ្លាមនោះក៏ញ៉ាំបិទមាត់មិនចិត្តអូហូបងចឹងបងប្អូនញ៉ាំឆ្អែតហើយនៅបើមិនទាន់ឆ្អែតទេខ្ញុំឲ្យចង់ធ្វើម្ហូបថែមខ្ញុំបកដៃប្រាប់ថាឆ្អែតហើយគិតលុយមកហើយយកប្រអប់ខ្ចប់ធំ3មកផងបងចឹងថ្ងៃនេះបងមកច្រើនយប់នេះទាំងស្រាទាំងម្ហូបសរុប6800ដកកាបូបលុយរៀបចំគិតលុយពេលនោះវ៉ាងតាឈៀងយកប្រអប់ខ្ចប់3មកដាក់លើតុបងចឹងមានរឿងមួយខ្ញុំត្រូវប្រាប់បងឲ្យដឹងមុនប្រអប់ខ្ចប់នេះហាងយើងទើបតែដូរថ្មីជាប្រអប់បរិស្ថានងាយរលាយដើមទុនថ្លៃណាស់មួយត្រូវគិតថ្លៃ15យន់ខ្ញុំមិនទាន់បាននិយាយផងពូចៅក៏ខឹងវ៉ាងតាឈៀងអញឈួតលុយមែនទេប្រអប់ខ្ចប់ស្អីតម្លៃ15យន់វ៉ាងតាឈៀងធ្វើមុខស្អុយបងចឹងកូនចៅបងមិនដឹងរឿងទេបងជាថៅកែធំមិនមែនមិនយកច្បាប់ទម្លាប់ទេដឹងខ្ញុំបើកទ្វាររកស៊ីថ្លៃឈ្នួលផ្ទះទឹកភ្លើងបុគ្គលិកសុទ្ធតែលុយខ្ញុំស្រាប់តែមានអារម្មណ៍ថាហួសចិត្ត5ឆ្នាំហើយខ្ញុំតែងតែគិតថាយើងជាបងប្អូនអ្នកជិតខាងជួយយកអាសាគ្នាពេលមានកម្មវិធីក្រុមហ៊ុនខ្ញុំតែងតែមកទីនេះពេលធម្មតាបងប្អូនត្រឡប់មកយប់ជ្រៅឃ្លានក៏ចូលហាងគាត់មុនគេខ្ញុំផ្ដល់មួយប្រចាំឲ្យគាត់បែរជាចាត់ទុកខ្ញុំដូចជាជ្រូកធាត់ដែលអាចកាត់សាច់បានគ្រប់ពេលសូម្បីតែប្អូនស្រីអ្នកគិតលុយក៏មើលលែងជប់ភ្នែកថៅកែប្រអប់ខ្ចប់ប៉ុន្មាននឹងគិតឲ្យទេទៅវ៉ាងតាឈៀងលឺហើយទឹកមុខក៏ប្រែជាខឹងភ្លាមប្រអប់ខ្ចប់មិនមែនទិញនឹងលុយទេអីនាងឯងដឹងទេថាសម័យនេះរកស៊ីពិបាកប៉ុណ្ណាគាត់កាន់តែនិយាយកាន់តែខឹងសឹងតែចង្អុលមុខជាក្មេងស្រីនោះទៅហើយនាងឯងគិតថាអញកំណាញ់មែនទេបានលុយប្រអប់ខ្ចប់នេះកាត់ចេញពីប្រាក់ខែនាងឯងក្មេងស្រីនោះត្រូវគាត់ជេរស្រក់ទឹកភ្នែកតឃើញទស្សនភាពនេះខ្ញុំអស់ចិត្តរលីងតែម្ដងដកលុយក្រដាស100យន់ពីកាបូបហុចទៅមុខថៅកែយកទៅមិនបាច់អាប់ទេអោហូបងចឹងពិតជាចិត្តទូលីមែនរុញទ្វារចេញមកក្រៅខ្យល់យកបក់មករងាស្រាលខ្ញុំដឹងច្បាស់ថាចង្ក្រានហាងសាច់អាំងតាឈៀងគឺឆេះដល់ទីបញ្ចប់ហើយថ្ងៃបន្ទាប់ខ្ញុំបើកការប្រជុំព្រឹកនៅក្រុមហ៊ុនបងប្អូនទាំងអស់គ្នាខ្ញុំមានរឿងចង់ប្រកាសចាប់ពីថ្ងៃនេះទៅរាល់ការញ៉ាំអាហារជុំគ្នាឬកម្មវិធីក្រុមហ៊ុនដឹកជញ្ជូនឆាំងយើងឈប់ពាក់ព័ន្ធជាមួយហាងសាច់អាំងតាឈៀងទៀតហើយរាល់វិក័យប័ត្រដែលចេញពីហាងគាត់ផ្នែកកណេឲ្យនឹងមិនបាត់លុយឲ្យដាច់ខាតមួយវិញទៀតពេលបងប្អូនចេញពីធ្វើការចង់ញ៉ាំអីយកក៏ព្យាយាមដូរហាងទៅគុណភាពសាច់និងអនាម័យហាងនោះគឺមិនស័ក្តិសមនឹងលុយដែលយើងចំណាយទៀតទេហាងទើបបើកថ្មីនៅខាងត្បូងវាហាងតូចនៅផ្លូវក្រោយក្រុមហ៊ុនយើងបងប្អូនអាចរើបានតាមចិត្តបាននរណាគិតថាឆ្ងាយខ្ញុំនឹងរកអ្នកទៅចរចាឲ្យហាងឆ្ងាញ់នៅចិត្តនេះទឹកជញ្ជូនម្ហូបមកដល់ក្នុងក្រុមហ៊ុនយើងតែម្ដងនិយាយចប់ខាងក្រោមមិនត្រឹមតែគ្មានការឧទាមផ្ទុយទៅវិញបែរជាមានសម្លេងហូបកញ្ជ្រៀវគាំទ្រយ៉ាងខ្លាំងគួរតែធ្វើចឹងយូរហើយបងចឹងកាលពីខែមុនខ្ញុំញ៉ាំឲ្យស្តអាំងនៅហាងគាត់ពេលបាក់បោលើផ្លូវធ្វើឲ្យខ្ញុំរៀកសឹងតែជន់ហ្វ្រាំងមិនជាប់ខំប្រឹងទប់រហូតដល់កន្លែងសម្រាប់សឹងតែទុនជើងមែនតាបងស្រាពីហាងគាត់លីទឹកឡើងសាប់អស់ហើយផឹកទៅដូចទឹកនំសេះចឹងពេលគិតលុយថៅកែចូលចិត្តគិតលុយលើ43យន់គាត់ហ៊ានយក45ថាមិនមានលុយអាប់យកស្ករគ្រាប់2គ្រាប់មកសងយើងខ្ជិលប្រកែកពួកគាត់ក៏ចាត់ទុកយើងដូចជាទូគៀបលុយមែនទែនស្ដាប់ការរអ៊ូតមរបស់បងប្អូនទឹកមុខខ្ញុំនៅស្ងៀមតែក្នុងចិត្តកាន់តែច្បាស់ថាហាងវ៉ាងតាឈៀងមួយនេះគឺរលួយពីគល់មកហើយក្រុមឡានដឹកជញ្ជូនឆាំងវឹងប៉ុន្មានឆ្នាំនេះគឺកំពុងយកញើសឈាមខ្លួនឯងទៅចិញ្ចឹមឆ្កែចោកដែលលោកខ្លួនមិនចេះឆ្អែតបានហើយច្បាប់បានកំណត់ហើយឲ្យតែបងប្អូនយកច្បាប់ទៅបានហើយបញ្ចប់ការប្រជុំខ្ញុំបកដៃងាកក្រោយដើរចូលការិយាល័យចំណែកនៅហាងសាច់អាំងតាឈៀងឯណោះវិញវ៉ាងតាឈៀងកំពុងដេកលើកៅអីផ្ដៅផឹកតែយ៉ាងរំភើយប្រពន្ធថៅកែកំពុងជួបតុបណ្ដាក៏សួរតាឈៀងទាំងបារម្ភបណ្ដាថាតាឈៀងយប់មិញពេលថៅកែលេងចេញទៅតាគាត់ខឹងមែនទេក្រុមការងារគាត់គឺជាមួយដុំហាងយើងណាមួយខែជួយឲ្យយើងចំណេញមិនក្រោម3-4ម៉ឺនទេវ៉ាងតាឈៀងសាយចំអកស្រីញីសក់វែងគំនិតខ្លីគាត់ខឹងហើយអាចធ្វើអីបានក្រុមឡានគាត់មានមនុស្សប្រុសរាប់សិបនាក់សុទ្ធតែធ្វើការប្រើកម្លាំងពេលយប់ជ្រៅចេញពីធ្វើការហត់សឹងដាច់ខ្យល់ក្រៅពីហាងយើងតើមាននរណាបើកទ្វារចាំបម្រើពួកគេទាំងយប់អាទិត្យនោះពួកអ្នកបើកឡាននឹងខ្ជិលទៅណាឆ្ងាយណាស់សាច់កកដែលទៅចូលការពីម្សិលមិញនៅផ្ទះបាយនោះវ៉ាងតាឈៀងកាត់សម្ដីប្រពន្ធទាំងធុញថប់យកស្រះនិងទេសទៅប្រឡាក់ទៅទុកកកយូររៀងមានក្លិនហើយខ្លាចអីកំសើម្ទេសនិងគ្រឿងទេសរោយពីលើទៅនរណាគេញ៉ាំដឹងទៅយ៉ាងណាពួកកម្លាំងបាយនឹងក្រពះដៃស្រាប់ហើយញ៉ាំមិនស្លាប់ទេ
លឿនឡើងចុងសប្តាហ៍ហើយរៀបចំសាច់ឲ្យបានច្រើនយប់នេះពួកឆាងវឹងច្បាស់ជាមកទៀតមិនខានប៉ុន្តែការគិតរបស់វ៉ាងតាឈៀងគឺខុសស្រឡះថ្ងៃទី1គ្មានមនុស្សពីក្រុមហ៊ុនឆាងវឹងមកទេវ៉ាងតាឈៀងគិតថាថៅកែលីនកំពុងខឹងថ្ងៃទី2ថ្ងៃអាទិត្យធម្មតាជាថ្ងៃដែលក្រុមហ៊ុនឆាងវឹងមកញ៉ាំជុំគ្នាច្រើនហាងតែងតែត្រូវទៅថែមតែរហូតដល់ម៉ោង11យប់ក្នុងហាងមានភ្ញៀវអង្គុយតែ2 3តុប៉ុណ្ណោះមនុស្សពីក្រុមហ៊ុនឆាងវឹងសំបីតែស្រមោលក៏មិនឃើញថ្ងៃទី3នៅតែស្ងាត់ជ្រងចុងភៅរៀបចំសាច់អាំងទុកយ៉ាងច្រើនដោយសារអាកាសធាតុក្តៅនិងរលីក៏ចុះឡើងក៏ចាប់ផ្ដើមជូរនឹងស្អុយដល់ថ្ងៃទី5វ៉ាងតាឈៀងអង្គុយលេងចប់ហើយគាត់ឈរនៅមុខហាងសម្លឹងមើលទៅដល់ខាងផ្លូវឃើញក្រុមហ៊ុនដឹកជញ្ជូនឆាងវឹងបើកភ្លើងភ្លឺចិញ្ចាញ់ចិញ្ចាច់អ៊ូអរខំថ្មីសង្កេតចូលគ្នានៅក្នុងទីធ្លាក្រុមហ៊ុនដ៏ធំទូលាយនោះបែរជាមានចតឡានលក់ម្ហូបចល័តដ៏ស្អាតបាត់ពីគ្រឿងដាក់ផ្លាកយីហោសាច់អាំងរសជាតិដើមភាគខាងត្បូងនិងបាយឆ្នាំងឈើពូលីវបើកលក់នៅក្នុងបរិវេណក្រុមហ៊ុនតែម្ដងអាលីនចឹងអញចង់សាកជាមួយអញមែនទេបិទផ្លូវរកស៊ីគេដោយសម្រាប់ឪពុកម្ដាយគេចឹងអញគិតថាអាជីពម្នាក់នេះងាយរងគ្រោះណាស់មែនទេពេលនោះនៅក្នុងក្រុមហ៊ុនពួកយើងកំពុងញ៉ាំយ៉ាងឆ្ងាញ់ពូចៅញ៉ាំឡើងប្រឡាក់មាត់